ក្រែមចៃដងខ្នោសដែកដីហ្នឹងមានវិថាមហាឆ្ងាញ់ហ្មងបងដើម្បីចេញជាក្រែមហ្នឹងបងពុំមីញីតាត្រូវការជាមួយនឹងខ្ទិះដូងកន្លះលីត្របើមួយចាប់បើកភ្លើងតិចហើយក៏វារហូតដល់ពុះបែបហ្នឹងក៏អូខេហ្មងបងហើយក៏បិទហ្គាសទុកចោលវាឲ្យត្រជាក់ហើយមកអូនក៏ធ្វើការបុកចេកតែម្ដងចេកនេះដែរគឺចំនួន7ផ្លែគឺថាមានការចំច្រាំងជួយពីកូនបើផងដែរគឺអូនជឹងប៊ីយើងបុកវាឲ្យម៉ត់ល្មមមកទីដងតិចចាក់ចេកចូលសាច់ដងក្អបហើយជាមួយនឹងសាច់ខ្នោដង1ផ្លែខ្នោ3ខាំសណ្តែកដីលីង2ខាំទៅដោះគោខាប់1កំប៉ុងហើយទីផតណាគឺអត់សូវផ្អែមទេហើយគឺយើងត្រូវទៅធ្វើការច្រវល់វាថ្នមឲ្យសោះហើយកុំភ្លេច添ជាមួយនឹងកូនថងហើយនឹងកៅស៊ូយកវាមកច្រកតូចអញ្ចឹងមកបងខ្ជូតខ្លាំងណាស់ហើយក៏ធ្វើការលាបដាក់ប្រអប់ឲ្យស្អាតយកដាក់ក្នុងទូកក3ទៅ4ម៉ោងគឺថាអូនចេញពីរៀនមកបានញ៉ាំល្មមហ្មងអូនវិញនិយាយទៅដល់រសជាតិគេវិញគឺផ្អែមល្មមឈ្ងុយខ្ទិះដូងឈ្ងុយខ្នោហើយសណ្តែកដីឈ្ងុយថែមមកតង់ទៀតហើយវិញនិយាយទៅដល់រសជាតិគេវិញក៏អូនឲ្យរឹត10លើ10ហ្មងគឺឆ្ងាញ់